ស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយនិងបងប្អូនប្រជានេសាទជ្រាបជាព័ត៌មានសូមអរគុណខ្ញុំមកស្រីតូចភូមិដូនតោកាត់តែកោះស្រុកកំពតខេត្តកំពតជួបសំខាន់រាយទឹកចំនួនហ្នឹងហើយញឹកជាងគេដូចជាលិចផ្ទះផ្សេងលិចផ្លូវសាំងអាកូនលងទឹកក៏មានអាថាស្អីក៏បាត់ដែរទ្រព្យសម្បត្តិអីលិចលងអស់នៅក្នុងដើមឆ្នាំ2023ចាប់ពីខែ4មកដល់ពេលនេះឃើញថាអាកាសធាតុមានការប្រែប្រួលបាទអញ្ចឹងគោលបំណងនៃការប្រើប្រាស់អណ្ដូងហ្នឹងគឺទី1គឺយើងប្រើប្រាស់ដើម្បីវាស់កម្ពស់ទឹកក្រោមដីដែលអណ្ដូងនេះគឺយើងបំពាក់ប្រព័ន្ធ sensor ហើយនិងប្រព័ន្ធ solar បាទហើយយើងវាស់នេះគឺដើម្បីគោលបំណងយើងត្រួតពិនិត្យទាក់ទងនឹងកម្ពស់ទឹកក្រោមដីហ្នឹងតើចាប់ពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសនៅរដូវប្រាំងហ្នឹងថាតើកម្ពស់ទឹកក្រោមដីហ្នឹងវាមានការស្រកចុះយ៉ាងណាហើយមួយទៀតយើងចង់ដឹងថានៅពេលដែលរដូវប្រាំងហ្នឹងថាតើប្រជាពលរដ្ឋយើងទាក់ទងទៅនឹងការប្រើប្រាស់ទឹកនៅពេលដែលយើងវាស់អណ្ដូងនឹងដឹងថាខែប្រាំងដោយសារបើសិនជាជួបគ្រោះមហន្តរាយរឿងស្ងួតថាតើប្រជាពលរដ្ឋយើងនឹងខ្វះទឹកប្រើប្រាស់អត់អញ្ចឹងយើងអាចប្រៀបធៀបដឹងថានៅពេលដែលប្រជាពលរដ្ឋយើងប្រឈមនឹងការប្រើប្រាស់ទឹកនឹងខ្វះខាតនៅរដូវប្រាំងអញ្ចឹងឧបករណ៍នឹងដែលយើងតាមដានជម្រៅទឹកនេះអញ្ចឹងយើងអាចប្រកាសឲ្យប្រជាពលរដ្ឋយើងគាត់បានត្រៀមខ្លួនជាមុនពេលដែលគ្រោះរាំងស្ងួតមកដល់នៅក្នុងភូមិឬក៏ឃុំរបស់គាត់ហើយក្នុងការចេញផ្សាយយើងត្រូវរៀបចំជា script មួយបាទអញ្ចឹងដើម្បីឆ្លងទៅថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំគាត់អប្រូគាត់ឯកភាពលើក្តីជួននឹងរបស់យើងយកមកផ្សព្វផ្សាយទៅលើប្រព័ន្ធ1294ឲ្យជាពលរដ្ឋយើងបានជួលជ្រាបឲ្យយល់ហើយអាចបង្ការបានពីគ្រោះថ្នាក់ផ្សេងៗ1294ហ្នឹងតែពេលចង់ទឹកចំនួនមានបញ្ហាអីគេឲ្យយើងដឹងមុនហ្នឹងហើយដឹងមុនយើងត្រៀមពេលចង់ទឹកឡើងអីអញ្ចឹងគេប្រាប់យើងឲ្យកញ្ចប់អីវ៉ាន់យើងទុកដាក់ឲ្យស្អាតកុំឲ្យវាលិចលង់វាបាត់ទ្រព្យសម្បត្តិយើងដូចជាទូកក្តារឲ្យចងឲ្យស្អាតបន្ទាប់ពីទទួលបានការជួលដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមនៃរាជរដ្ឋាភិបាលយោងតាមទស្សនវិជ្ជាជាក់ស្ដែងនៅលើឧបករណ៍វាស់កម្ពស់ទឹកប្រចាំនៅក្នុងតំបន់ភូមិសាស្ត្រនៃភូមិទានរបស់យើងខ្ញុំឃើញថាវាស៊ីគ្នាវាស្របគ្នាក្នុងនាមថ្នាក់ដឹកនាំក្នុងនាមខ្លួនខ្ញុំផ្ទាល់និងក្នុងនាមអាជ្ញាធរទាំងមូលនឹងប្រកាសជូនជម្រាបជូនឲ្យប្រជាពលរដ្ឋដើម្បីរក្សានៅប្រភពទឹកមួយចំនួនដែលគិតថាធ្វើឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ1294នេះដោយខ្ញុំបានជម្រាបជូនហ្នឹងគឺជាប្រព័ន្ធមួយដែលល្អដែលអាចជួយប្រជាពលរដ្ឋបញ្ជិះបាននៅគ្រោះថ្នាក់ផ្សេងៗនៃកើតឡើងពីគ្រោះធម្មជាតិបាទហើយធ្វើយ៉ាងណាក្រុមការងារត្រូវអនុវត្តឲ្យបានល្អហើយជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបាទបច្ចុប្បន្ននេះយើងឃើញថាប្រជាពលរដ្ឋក្នុងខេត្តកំពតយើងនេះគាត់ទៅតែចុះឈ្មោះបានប្រមាណជា77,000 នាក់ទេអញ្ចឹងបើសិនជាក្រុមការងារមានលទ្ធភាពយើងផ្សព្វផ្សាយបន្តទៀតអញ្ចឹងឲ្យគាត់បានចុះឈ្មោះឲ្យបានគ្រប់គ្នាទាំងអស់បាទដើម្បីវាស់ស្ទង់ឲ្យកាន់តែសុក្រិតហើយជឿជាក់ទៅលើឧបករណ៍ខ្ញុំបានសូមពាវនាវទៅដល់អង្គការដៃគូដែលជាអ្នកមានសមត្ថភាពឬក៏ជាអ្នកផលិតសូមពាវនាវដាក់ឲ្យបានគ្រប់ឃុំទូទាំងប្រជាជាតិកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋយើងទាំងអស់មានឧបករណ៍នេះប្រើដើម្បីបានជាចំណែកមួយនៃការវាស់នៅអ្វីដែលជាបញ្ហាហើយធ្វើឲ្យមិនរកដំណោះស្រាយដើម្បីជួយប្រជាពលរដ្ឋយើងអរគុណ